សូមប្រុងប្រយ័ត្នបងប្អូនអាកាសធាតុមានការប្រែប្រួលខ្លាំងចាប់ពីថ្ងៃទី16ដល់ថ្ងៃទី18ខេត្តមួយចំនួននេះនឹងមានភ្លៀងធ្លាក់ជាមួយនឹងខ្យល់កន្ត្រាក់ផងដែរនេះបើយោងតាមផេកក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី16ខែធ្នូឆ្នាំ2025នេះយ៉ាងដូចនេះថាសម្ពាធទាបដែលកាត់ឡើងនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើរបបខ្យល់មូសុងអេសានខ្លាំងដែលបក់លើអាងទន្លេមេគង្គសមុទ្រកម្ពុជាសមុទ្រអាដាមែននិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី16ដល់ថ្ងៃទី18ខែធ្នូឆ្នាំ2025មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរិមា21អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម6ម៉ែត្រក្នុង1វិនាទីខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងសៀមរាបកំពង់ធំកំពង់ចាមត្បូងឃ្មុំព្រៃវែងកណ្ដាលស្វាយរៀងតាកែវនិងភ្នំពេញអាចមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 10% ពីតំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរិមា19អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសបូព៌ាមានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីនិងមានខ្យល់កន្ត្រាក់ខេត្តកំពង់ស្ពឺឧត្តរមានជ័យព្រះវិហារក្រចេះរតនគិរីមណ្ឌលគិរីបៃលិនស្ទឹងត្រែងជួរភ្នំដងរែកនិងតំបន់ជួរភ្នំក្រវាញពុំមានភ្លៀងធ្លាក់ទេ3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរិមា20អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរិមា30អង្សាសេខ្យល់បក់មកពីទិសឦសាននិងទិសអាគ្នេយ៍មានល្បឿនមធ្យម5ម៉ែត្រក្នុង1វិនាទីនិងមានខ្យល់កន្ត្រាក់ខេត្តព្រះសីហនុកំពតកែបនិងជួរភ្នំបូកគោពុំមានភ្លៀងធ្លាក់ទេអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មាន